Yeah, hello អ្នកនរគ្នាមួយថ្ងៃហ្នឹងគឺអត់បានសេកូដទេវក់នៅក្នុងការធ្វើរៀនធ្វើ thumbnail នៅក្នុងកម្មវិធី Canvas នៅលើ iPad និយាយទៅវាជាកម្មវិធីមួយដែលល្អខ្លាំងមែនតើនៅពេលដែលយើងចាប់ផ្ដើមគូ track ទាញទៅទីមក performance វាគឺល្អហើយខ្ញុំពេញចិត្តនឹងកម្មវិធីនេះខ្លាំងមែនតើតែពេលកម្មវិធីនេះមានល្បីយូរហើយមិនមែនទឹកតែល្បីទេគ្រាន់ថាយើងអត់ចាប់អារម្មណ៍អីចឹងណានិយាយថាយើងជា developer ម្នាក់ដែរចានេះគឺជា thumbnail ដែលខ្ញុំប្រើ template គេស្រាប់ទេនៅរមនីយដ្ឋាននៃសហគមន៍នេសាទព្រែកថ្នោតដែលពួកខ្ញុំបានទៅលេងជាមួយនឹង team developer របស់ខ្ញុំមានបងឡុងខ្ញុំភក្ត្រាហើយបងសែនជា team developer របស់ខ្ញុំអញ្ចឹងនៅលើ iPad វាស្រួលប្រើខ្ញុំសាកប្រើនៅលើ web គឺវាអត់ smooth ល្អម្លឹងទេខ្ញុំប្រើ mouse ប៉ុន្តែដល់ពេលដែលខ្ញុំប្រើលើ iPad គឺនៅពេលដែលយើងទាញអីដាក់ចូលមួយគឺវាល្អដូចបើហ្មងហើយនេះ iPad ខ្ញុំត្រឹមតែ iPad Pro 2018ផងបើសិនជា iPad អ្នកទាំងអស់គ្នាស៊េរី2020 21 22អីឡើងទៀតវាកប់តែម្ដងខ្ញុំនិយាយមែន